ចាបងប្អូនទាំងអស់គ្នាថ្ងៃនេះគ្រាន់តែឃើញក្បាលវីដេអូបងប្អូនពិតជាដឹងថាខ្ញុំកំពុងធ្វើអីចឹងណាចានេះគឺជាស្វាយទុំដែលខ្ញុំបានទៅបេះពីព្រឹកមិញហើយនៅខាងក្រោយផ្ទះមុខផ្ទះអីចឹងណាហើយបន្ទាប់មកខ្ញុំក៏បានយកស្វាយដែលខ្ញុំបានបេះរួចរាល់ហើយហ្នឹងគឺខ្ញុំយកមកជូតដីជូតអីចឹងទៅដើម្បីកុំឲ្យវាជាប់ដីជាប់អីចឹងណាពេលបើយើងបេះចឹងទៅចាពេលខ្លះវាមានធ្លាក់មានជ្រុះអីចឹងទៅចាវាមិនបានជាប់នៅកត្រង់នៃតពុដែលយើងបេះទេចាអញ្ចឹងបន្ទាប់មកគឺខ្ញុំបានយកមកជូតលាងជូតសម្អាតចឹងណាហើយខ្ញុំគិតថាអ្វីដែលខ្ញុំប្រឹងព្យាយាមបេះហ្នឹងគឺតាមពិតទៅគោលបំណងគឺខ្ញុំយកផ្ញើទៅឲ្យបងស្រីម្នាក់នៅភ្នំពេញចឹងណាពុកម៉ែបងប្អូនពុំមីតាហើយគាត់គឺជាមិត្តកម្រកំសត់កម្រជាមួយគ្នាពេលធ្វើការជាមួយគ្នាអីចឹងនៅក្បែរគ្នាអីចឹងទៅអញ្ចឹងនឹកឃើញថាបានផ្លែស្វាយច្រើនអញ្ចឹងទៅក៏នឹកឃើញដល់គាត់ក៏ខាងផ្ញើទៅឲ្យគាត់មកក្រុងអីចឹងណាពុកម៉ែបងប្អូនពុំមីតាចាហើយយើងរស់នៅជាមួយគ្នាក្បែរគ្នាហ្នឹងគាត់ច្រើនតែជួយយកអាសាខ្ញុំអីចឹងណាពេលកំឡុងពេលខ្ញុំធ្វើការនៅភ្នំពេញអីចឹងទៅចាអញ្ចឹងដល់ពេលឥឡូវខ្ញុំមកដល់ស្រុកវិញអញ្ចឹងខ្ញុំរស់នៅស្រុកកំណើតក៏ខ្ញុំមិនភ្លេចគុណគាត់ដែរអញ្ចឹងណាគាត់ច្រើនតែជួយយកអាសាខ្ញុំអញ្ចឹងក៏ខ្ញុំនឹកឃើញថាត្រូវតែផ្ញើឲ្យគាត់មួយការុងអីចឹងទៅមួយបាវអីចឹងទៅចាហើយបើស្រុកកំណើតខ្ញុំនៅភូមិឃុំរបស់ខ្ញុំច្រើនតែហៅមកបាវអញ្ចឹងទៅចាហើយបើស្រុកបងប្អូនហៅការុងអីចឹងទៅឬក៏មិនទីអីចឹងទៅចាតាមភូមិតាមស្រុកតំបន់ដែលបងប្អូនរស់នៅច្រើនហៅអញ្ចឹងណាចាបន្ទាប់ពីខ្ញុំបានបេះរួចរាល់អស់ហើយគឺខ្ញុំយកមកដាក់ក្នុងលើឥដ្ឋមុខផ្ទះតែម្ដងពុកម៉ែបងប្អូនចាគឺលើកផងដឹកម៉ូតូផងចាបេះផងរើសផងអញ្ចឹងណាបូកផ្សំជាមួយគ្នាអញ្ចឹងទៅពុះផ្សំជាមួយនឹងដីទើបតែចាក់រួចរាល់ហើយអញ្ចឹងទៅវាច្រើនតែប្រឡាក់អញ្ចឹងទៅពុកម៉ែបងប្អូនវាពេលយើងបេះដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងវាអត់បានចូលក្នុងកត្រង់ឲ្យបានច្រើនទេពុកម៉ែបងប្អូនជួនណាជ្រុះខ្លះចឹងទៅជាប់ក្នុងតពុខ្លះចឹងទៅពុកម៉ែបងប្អូនចាដើម្បីកុំឲ្យវាដីច្រើនពេកចឹងទៅខ្ញុំក៏យកទៅជូតម្ដងទៀតចឹងទៅចាជាទូទៅធម្មតាខ្ញុំអ្នកបេះក៏វាមិនងាយស្រួលដូចដែលមានកាយសម្បទានដែលល្អនោះទេចាគឺខ្ញុំបេះទាំងទៅវាមិនបានល្អត្រឹមត្រូវឬក៏យ៉ាងម៉េចទេប៉ុន្តែគាត់ថានេះគឺជាទឹកចិត្តរបស់ខ្ញុំចាគឺបូកផ្សំជាមួយនឹងកម្លាំងចិត្តរបស់ខ្ញុំផងដែរចាក្នុងការតាំងចិត្តធ្វើនិងការបេះផ្ញើជូនគាត់អញ្ចឹងណាហើយសង្ឃឹមថាគាត់បានមើលវីដេអូនេះហើយញញឹមហើយសើចដោយសារឃើញប្អូនស្រីខំបេះជូនអញ្ចឹងទៅផ្ញើទៅឲ្យគាត់ហូបអីអញ្ចឹងណាចាហើយសង្ឃឹមថាអ្វីដែលខ្ញុំធ្វើគឺយើងនឹកឃើញថាអនុស្សាវរីយ៍ពីមុនអីអញ្ចឹងណាចាប៉ុន្តែខ្ញុំនៅតែមិនភ្លេចគាត់ទេគឺពីព្រោះខ្ញុំមកដល់ស្រុកហើយគឺខ្ញុំអត់ភ្លេចគាត់ទេចាហើយអ្វីដែលសំខាន់គឺខ្ញុំដឹកម៉ូតូហ្នឹងម៉ូតូនៅខាងក្រោយរបស់ខ្ញុំហ្នឹងគឺខ្ញុំដឹកពីក្រោមដើមមកបេះនៅខាងក្រោយផ្ទះបន្ទាប់ពីក្រោយផ្ទះអញ្ចឹងហើយទៅជាហៀងផ្ទះអស់ពីជាហៀងផ្ទះហើយគឺទៅមុខផ្ទះអញ្ចឹងណាហើយពេលខ្លះគឺខ្ញុំអត់បានថតពីសកម្មភាពនៅពេលដែលខ្ញុំបេះទេពីព្រោះនៅពេលដែលខ្ញុំកាន់កាមេរ៉ាផងអីផងអញ្ចឹងទៅគឺពិបាកដោយសារដីដែលទើបចាក់ថ្មីវាអត់មានកំហាប់ណែនទេចាគឺពិបាកអញ្ចឹងការកាន់កាមេរ៉ាក៏ពិបាកអញ្ចឹងណាអញ្ចឹងដូច្នេះខ្ញុំបុកស្រុបយកតតែម្ដងគឺខ្ញុំពេលដែលខ្ញុំយកមកដល់ផ្ទះតែម្ដងគឺខ្ញុំថតពីសកម្មភាពរបស់ខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនពុំមីងយាតាថាខ្ញុំបានបេះស្វាយបានអីចឹងបានច្រើនអញ្ចឹងណាហើយគាត់ថាពុកម៉ែបងប្អូនមើលការរូបរាងរបស់ខ្ញុំផ្ទាល់ក៏ដឹងដែរថាតើខ្ញុំបានរើសឬក៏យ៉ាងណាអីចឹងទៅឬក៏បានចុះវានៅដីអីចឹងណាពុកម៉ែបងប្អូនមើលតែក្បាលជង្គង់ក៏ដឹងហើយពុកម៉ែបងប្អូនពុំមីងយាតាហើយញើសឡើងហូរឡើងក៏ខ្លាក់អីចឹងណាពុកម៉ែបងប្អូនចាប៉ុន្តែមិនថ្មីទេចាគឺជាទឹកចិត្តរបស់បងស្រីចាក្នុងការតាំងចិត្តផ្ញើទៅឲ្យបងស្រី